សម្រាប់តម្លៃកញ្ចក់វិញគឺអាស្រ័យទៅលើតំបន់និងរដ្ឋបងប្អូនរស់នៅពលរដ្ឋមួយអត់ដូចគ្នាទេអញ្ចឹងវាបានតម្លៃខុសគ្នាវាអត់ដូចគ្នាទាំងអស់ទេហើយជាពិសេសមួយទៀតគឺការងាររបស់យើងបើសិនជាការងារយើងស្អាតណាអ្នកនៅគេឲ្យតម្លៃគេអត់ខ្លាចនឹងចាយលុយលើការងាររបស់យើងទេតោះមកមើលកញ្ចក់ដែលខ្ញុំបានធ្វើហើយតើខ្ញុំយកពីភ្ញៀវបានប៉ុន្មានឈុតទី1គឺគាត់ធ្វើរៀង medium size ហើយនឹងកញ្ចក់រៀងជ្រុងអញ្ចឹងតម្លៃរបស់វាគឺ$70ហើយការគូររូបវិញគឺខ្ញុំយកគេបាន$50ឈុតទី2នេះគឺល្បីប្រចាំ summer ហ្មងហើយយកលុយបានថ្លៃទៀតចាក់ម្សៅជាមួយនឹងរៀង almond គឺបាន$70ហើយ design ផ្កាផុសពីនេះហ្នឹងគឺ$80ឈុតទី3រៀងថ្លៃបន្តិចព្រោះមិនឈុតថ្មីទេវាគ្រាន់តែចាក់អំពេញទេគ្រាន់តែកញ្ចក់គាត់វែងអញ្ចឹង feel គឺខ្ញុំយកបាន$60 ombre ហើយនឹង chrome ហ្នឹងគឺវា$40បាត់ហើយអញ្ចឹង design ខ្ញុំយកគាត់បាន$100ចុះដល់ឈុតទី4នេះក៏ refill ដែរតែកញ្ចក់គាត់ខ្លីអញ្ចឹងតែ$50ហើយការគូររូបវិញគឺខ្ញុំយកគេបាន$55សឹង total របស់វាគឺ$105ចុងក្រោយគេគឺចាក់ម្សៅថ្មី$60 design បាន$45អញ្ចឹងវា$105បើសិនជាបងប្អូនមានសំណួរអីអាច comment ឬ text មកខ្ញុំបានអរគុណ